សូមស្វាគមន៍មកកាន់រឿងកំប្លែងចំណងជើងថាអាណាចក្រលេលៀបនិងកំពូលអ្នកឡាយឆ្លងភពសូមអញ្ជើញទស្សនាដោយក្តីសប្បាយរីករាយទាំងអស់គ្នាក្នុងបន្ទប់ឡាយដ៏ចង្អៀតស្រីលាក់កំពុងស្រែកលូឡាលក់លេយ៉ាងសស្រាក់សស្រាំបោកតុលឺសូខ្លាំងៗនិងពន្លឺអំពូលរីងឡាយហ្វ្លូចិនចាតនាងបាញ់លេពេញដៃរួចអួតថាហេងបងប្អូនលេនេះលាបហើយសដោយខ្មោចចិញ្ចុកឈាមស្រាប់តែអំពូលរីងឡាយចាប់ដោដញ្ចេញផ្សែងពណ៌ផ្កាឈូកហើយស្រូបយកខ្លួននាងបាត់ស្រមោលស្រីលាក់បានធាក់ចូលមកចំកណ្ដាលក្បួនភួហេយាត្រារបស់មេតបចក្រីនៅមុខប្រាសាទបាយ័នធ្វើឲ្យសេះភ័យសម្រាប់ជាងព្រាតនាងក្រោកឈរឡើងរួចលើកទូរស័ព្ទឡើងអោហើយសួរថាបងប្អូនឃើញអត់កន្លែងថតគុណនឹងស្អាតណាស់កាមេរ៉ាមែននៅឯណាមេតបចក្រីសម្លឹងមើលនាងដោយក្តីងឿងឆ្ងល់និងដកដាវព្យុងកនាងភ្លាមស្រីលាក់មិនខ្លាចដាវទេនាងបាយជាយកទូរស័ព្ទមកថត selfie ជាមួយមេតបរួចនិយាយថាបងសង្ហាណាសុំ selfie មួយមកហេងបងមេតបចាក់ក្រីភ័យស្លន់ស្លោស្មានថាទូរស័ព្ទនោះជាអាវុធងងឹតម្យ៉ាងដែលអាចស្រូបយកព្រលឹងមនុស្សដាក់ក្នុងកញ្ចក់តូចនោះបានកងទ័ពបានចាប់ខ្លួនស្រីលាក់យកទៅសួរចម្លើយនៅក្នុងរងទាហានប៉ុន្តែនាងបែរជាព្យាយាមរកកន្លែងដោតសាកថ្មទូរស័ព្ទតាមចន្លោះថ្មប្រាសាទនាងរអ៊ូទុំថាកន្លែងនេះអត់មានព្រីភ្លើងសោះបើអត់ថ្មឡាយមិនកើតចប់ហើយហ្វេនគ្រុំចាំយូរហើយទាហានយាមគិតថានាងកំពុងសូត្រមន្តអាគមដាក់ប្រាសាទមេតបចក្រីជួលមកសួរនាំនាងជាថ្មីស្រីលាក់ក៏ចាប់ផ្ដើមយុទ្ធនាការលក់លេឲ្យមេតបដោយយកលេបណ្ដូលជែកមកលាបលើដៃមាំមួនរបស់លោកនាងនិយាយថាបងមេតបស្បែកបងខ្មៅស្អាប់ដោយសារកម្ដៅថ្ងៃអង្គរពេកហើយលាបលេអូនទៅធានាថាសខ្ចីដោយសម្លៃមេតបស្រឡំកាំងពេលឃើញដៃខ្លួនឯងប្រែជាសភ្នែកកញ្ច្រាំងព្រះនាងអ៊ីនទ្រាទេវីបានឮដំណឹងអំពីស្រីចម្លែកដែលមានភុកពណ៌សធ្វើឲ្យស្បែកស្អាតក៏បញ្ជាឲ្យនាំខ្លួនស្រីលាក់ចូលខ្លងវៀងជាបន្ទាន់ស្រីលាក់ដើរចូលវៀងទាំងអង្រួនទូរស័ព្ទរកសេវានាងស្រែកថាជួយផងបងប្អូនអត់មានសេវាបន្តិចសោះនេះប្រហែលជាតំបន់ដាច់ស្រយាលខ្លាំងហើយពួកស្រីស្នុំសម្លឹងមើលសម្លៀកបំពាក់នាងដោយភាពងឿងឆ្ងល់បំផុតនៅចំពោះមុខព្រះនាងស្រីលាក់មិនបានលុតជង្គង់បែបបុរាណទេនាងបែរជាធ្វើកាយវិការមីនីហាតដាក់ព្រះនាងទៅវិញនាងនិយាយថាថ្វាយបង្គំព្រះនាងហេងថ្ងៃនេះអូនមានប្រូដាក់ថ្មីមកបង្ហាញធានាថាព្រះស្វាមីនឹងស្រឡាញ់ងប់ងល់តែម្ដងព្រះនាងចាប់ផ្ដើមចាប់អារម្មណ៍នឹងដបលេពណ៌ផ្កាឈូកក្នុងដៃនាងស្រីលាក់ចាប់ផ្ដើម live ផ្ទាល់ស្ងួត live គ្មានអ៊ីនធឺណិតដោយហែកដបលេបង្ហាញគុណភាពយ៉ាងស្ទាត់ជំនាញនៅចំពោះមុខពួកស្រីស្នំនាងស្រែកថាចែករំលែកម្នាក់មួយបងប្អូនអូយសំណាងណាស់បានព្រះនាងជួយแชร์ព្រះនាងអិនទ្រាទេវីឆ្ងល់ថាแชร์គឺជាអ្វីក៏បញ្ជាឲ្យស្រីស្នំយកដៃទៅពាក់ខ្យល់តាមស្រីលាក់ភាពចលាចលបានកាត់ឡើងនៅពេលមហេសីច្រឡំថាលេនោះជាថ្នាំទីបសម្រាប់ហោះហើរព្រោះស្រីលាក់អួតថាលាបហើយស្រាលខ្លួនដោយសម្លៃព្រះនាងក៏លាបពេញខ្លួនរួចឡើងលើបង្កាត់ដៃប្រាសាទបំរុងនឹងលោតសាកលបងហោះធ្វើឲ្យស្រីលាក់ភ័យស្លន់ស្លោស្ទុះទៅខាត់សឹងមិនតាន់ដើម្បីដោះស្រាយស្ថានភាពស្រីលាក់បានប្រាប់ថាលេនេះត្រូវប្រែជាមួយការដើរម៉ូដទើបមានប្រសិទ្ធភាពនាងក៏បង្រៀនព្រះនាងនិងស្រីស្នំឲ្យដើរឆ្មាប្រវែក catwalk ក្នុងវាំងអង្គរទាំងមូលប្រែជាឆាកដើរម៉ូដដែលមានសម្លេងហេងលាន់ឮរំពងពីងបរមរាជវាំងមេតបចក្រីដែលតាមសង្កេតមើលស្រីលាក់ចាប់ផ្ដើមមានចិត្តប្រទាបពាត់លើភាពក្រមិចក្រមើមរបស់នាងទោះបីជានាងមើលទៅហាក់ដូចជាមនុស្សឈួតបន្តិចក៏ដោយលោកបានលូតយកលេរបស់នាងមកលាបមុខខ្លួនឯងខ្លះៗដើម្បីឲ្យមើលទៅសង្ហាដោយ idol ដែលនាងតែងតែនិយាយស្រីលាក់ព្យាយាមបកស្រាយពីពិភពលោករបស់នាងប្រាប់មេតបប៉ុន្តែមេតបមិនយល់ពាក្យថា Wi-Fi ឬ Facebook Live នាងក៏បញ្យល់ថាវាដូចជាការផ្ញើសារតាមព្រាបអញ្ចឹងបងប៉ុន្តែលឿនជាងនិងមានរូបភាពមានចលនាមេតបងក់ក្បាលយល់ស្របទាំងភ្នែកនៅស្កង់ទូរស័ព្ទស្រីលាក់រត់ម៉ោងរត់ TikTok ធ្វើឲ្យពួកទាហានស្មានថាមានសត្វចម្លែកនៅខ្លួនហបៅនាងក៏នាំគ្នាដកដាវឡំពួតស្រីលាក់សើចស្ទើរបែកពោះរួចដកទូរស័ព្ទមកចាក់ភ្លេងរំបោះក្បាច់យ៉ាងសប្បាយធ្វើឲ្យទាហានអង្គរនាំគ្នារំតាមនាងយ៉ាងកុកកកែងស្រីលាក់បានរកឃើញថាមានរុនតូចមួយនៅក្បែរចម្លាក់ព្រះព្រំដែលមានពន្លឺចម្លែកភ្លឺចេញមកនាងស្មានថាជាកន្លែងសាក់ថ្មទីបនាងព្យាយាមយកខ្សែសាកទៅដោតប៉ុន្តែបែរជាត្រូវចរន្តអគ្គិសនីបុរាណឆក់ធ្វើឲ្យសក់នាងឡើងត្រង់បាសច្រងាងមើលទៅគួរឲ្យអស់សំណោចបំផុត
ព្រានាងអិនត្រេវីចង់បានលេបន្ថែមទៀតក៏បញ្ជាឲ្យស្រីលក្ខផលិតលេក្នុងវាំងដោយប្រើវត្ថុធាតុដើមសម័យអង្គរស្រីលក្ខក៏ចាប់ផ្ដើមយកលំមៀតកំបោរនិងផ្កាម្លិមកកលុកចូលគ្នារួចដាក់ឈ្មោះថាលេអរិយធម៌អង្គរលក់ក្នុងតម្លៃ5តម្លឹងមាសការលក់លេរបស់ស្រីលក្ខល្បីដល់ត្រចៀកពួកអាម៉ាតដែលចូលចិត្តលេងខ្លួនពួកគេនាំកាឌៀមុខតម្រង់ជួរទន្លេធ្វើឲ្យរាជវាំងកក់ស្ទះចរាចរណ៍ដំរីស្រីលក្ខប្រើដំបងឈើធ្វើជាឈើសម្រាប់ selfie ដើម្បីគ្រប់គ្រងជួរមួយៗរបស់នាងមេតបចក្រីចាប់ផ្ដើមប្រច័ណ្ឌនឹងពួកអាម៉ាតតែមកចោមរោមស្រីលក្ខលោកក៏ប្រកាសថាអ្នកណាចង់ទិញលេត្រូវឆ្លងកាត់ការសាកល្បងដាវជាមួយយើងសិនស្រីលក្ខប្រញាប់ខាត់រួចផ្តល់លេដល់ពិសេសលេមេតបដែកឲ្យលោកម្នាក់ឯងយប់មួយស្រីលក្ខអង្គុយមើលមេឃរួចនឹកពីទេយ៉ាងខ្លាំងនាងព្យាយាមលើកទូរស័ព្ទរកសេវាលើកំពូលប្រាសាទមេតបចាក្រៃឡើងទៅអង្គុយក្បែររួចលួងលោមនាងថាទោះជាគ្មានសេវាអីហ្នឹងក៏នៅមានបងចាំការពារអូនដែរធ្វើឲ្យស្រីលក្ខអៀនឡើងក្រហមថ្ពូលស្រីលក្ខបានបង្រៀនមេតបឲ្យចេះនិយាយពីអរគុណច្រើនបកូនសម្រាប់បេះដូងដើម្បីប្រើក្នុងការទទួលភ្ញៀវបរទេសដែលមកសួរសុខទុក្ខមេតបនិយាយពាក្យនេះទាំងរឹងធ្វើឲ្យអ្នករកគ្នាជុំវិញនោះសើចរឹងពោះរួមទាំងព្រះនាងផងដែរមានពាក្យជាចាមអារាមថាមានធ្មប់ស្រីម្នាក់កំពុងប្រែថ្នាំបំពុលស្បែកមហេសីគឺលេរបស់ស្រីលក្ខនឹងឯងធ្វើឲ្យមានការស៊ើបអង្កេតយ៉ាងតឹងរឹងស្រីលក្ខត្រូវបង្ហាញភ័ក្ត្រតាងថាលេនាងមិនមានជាតិពុលដោយការលាបលេនោះចូលមាត់បន្តិចឲ្យគេមើលធ្វើឲ្យនាងអួលអើកសឹងស្លាប់ស្រាប់តែទេវតារៀងឡាយបង្ហាញខ្លួនក្នុងសុបិនរបស់ស្រីលក្ខហើយប្រាប់ថាថ្មទូរស័ព្ទគឺជាសសម្រាប់ត្រឡប់ទៅវិញបើអស់ថ្មអូនឯងនឹងនៅទីនេះរហូតស្រីលក្ខភ្លីពេកក៏ប្រញាប់រកវិធីសន្សំថ្មទូរស័ព្ទដែលនៅសល់តែ 2% ប៉ុណ្ណោះនាងព្យាយាមរកធម្មពលលន្ទះមកសាក់ថ្មដោយយកទូរស័ព្ទទៅចងជាប់នឹងចុងលំពេមេតបនៅពេលមានភ្លៀងធ្លាក់មេតបចក្រៃភ័យខ្លាចរន្ទះបាញ់ក៏រត់ជុំវិញប្រាសាទបាយ័នទាំងកាន់លំពេងដែលមានទូរស័ព្ទនៅចុងបំផុតមើលទៅដូចមនុស្សឈួតព្រះនាងឥន្ទ្រទេវីសម្រេចចិត្តរៀបចំកម្មវិធី Live ផ្ទាល់សម័យអង្គរដ៏ធំមួយដើម្បីផ្សព្វផ្សាយពីសម្រស់ស្រីស្នំស្រីលក្ខត្រូវធ្វើជាអ្នកសម្រាប់សម្រួលកម្មវិធីដោយប្រើក្រណាត់សូត្រធ្វើជាផ្ទាំងខាងក្រោយនិងចង្កៀងប្រេងកាតធ្វើជាពន្លឺក្នុងកម្មវិធីនោះស្រីលក្ខបានបង្ហាញពីរបៀបតុបតែងមុខបែបកូរ៉េកាត់អង្គរធ្វើឲ្យគ្រប់គ្នាមានសម្រក់ប្លែកភ្នែកមិនធ្លាប់ឃើញសូម្បីតែដំរីក្នុងវាំងក៏ត្រូវបាននាងយកលេទៅលាបឲ្យសខ្លះៗដែរដើម្បីឲ្យត្រូវតាមធីមនៃកម្មវិធីខណៈដែលកម្មវិធីកំពុងសប្បាយរីករាយទូរស័ព្ទរបស់នាងក៏លោតសញ្ញាថ្មអស់រួចក៏រលត់ងងឹតឈឹងរំពេចនោះពន្លឺរីងឡាយទីបក៏លេចឡើងចំកណ្ដាលទីលានហាត់តបបង្កើតជាទ្វារវិមាត្រយ៉ាងធំមេតបចក្រីស្ទុះទៅចាប់ដៃស្រីលក្ខមិនចង់ឲ្យនាងចាកចេញទៅឡើយលោកសន្យានឹងសាងសង់រោងឡាយឲ្យនាងមួយធំជាងវាំងស្រីលក្ខយំស្រែកថាបងអើយអូនចង់នៅដែរតែនៅទីនេះអត់មានអ៊ីនធឺណិតអូនរួមមិនកើតទេស្រីលក្ខបានហុចដបលេចចុងក្រោយឲ្យមេតបរួចប្រាប់ថាទុកលៀបរំលឹកដល់អូនផងហេងណាមនសម្លាញ់នាងក៏ត្រូវកម្លាំងខ្យល់បក់ចូលទៅក្នុងពន្លឺរៀងឡៃបាត់តរិងស្របពេលដែលគ្រប់គ្នាស្រែកហៅឈ្មោះនាងស្រីលក្ខបានភ្ញាក់ដឹងខ្លួនឡើងវិញក្នុងបន្ទប់ឡាយរបស់នាងស្រមោលអំពូលរីងឡាយនៃតែភ្លឺដដែលនាងគិតថាវាគ្រាន់តែជាសពិនប៉ុន្តែនៅពេលនាងមើលក្នុងទូរស័ព្ទស្រាប់តែឃើញរូបថត selfie ជាមួយមេតបចក្រីនិងវីដេអូដាវម៉ូតក្នុងវាំងអង្គរនាងចាប់ផ្ដើមឡាយលក់លេជាថ្មីប៉ុន្តែលើកនេះនាងស្លៀកឈុតបុរាណអង្គរនិងប្រើពាក្យស្លោកថ្មីថាលេឆ្លងភពសរហូតដល់ជាតិក្រោយហ្វេននាំគ្នា share និងកំងទិញរាប់ពាន់ដបក្នុងមួយវិនាទីធ្វើឲ្យនាងคล้ายជាស្ថិនីលេលាបស្បែកឈុតបញ្ចប់ស្រីលក្ខអង្គុយញញឹមម្នាក់ឯងរួចមើលទៅរូបថតមេតបចក្រីក្នុងទូរស័ព្ទស្រាប់តែមានសំឡេងខ្សឹបតិចថាហេងបងប្អូនលន់ចេញពីក្នុងរូបថតនាងសើចយ៉ាងសប្បាយរួចបាញ់លេពេញអាកាសបង្កើតជាសញ្ញាបេះដូងខណៈដែលអ្នកគាំទ្រនាំគ្នាបញ្ចេញមតិសរសើរមិនដាច់ពីមាត់